ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកបង្ហាញពីការ install Nginx ជាដំបូងយើងចូល AWS បន្ទាប់មកទៀតចូល instance ហើយចុចទៅលើ instance ID បន្ទាប់មកទៀតយើងចុច connect ហើយចូល ASA client ហើយយើង copy ទៅលើ CH mode នេះហើយយើងចូល file EC2 របស់យើងបើកវាជាមួយនឹង Git Bash ហើយ paste ចូលបន្ទាប់មកទៀតយើង copy ទៅលើ ASA ដើម្បី remove ហើយយើងវាយ yes បន្ទាប់ពី remote ចូលបានហើយ command ដែលយើងត្រូវវាយជាមួយគេគឺ sudo update sudo add ហើយខ្ញុំឆែកទៅមើលទៅលើ Nginx របស់ខ្ញុំតើវាមាននៅវាយ command sudo system status Nginx ចឹងទៅលើ Nginx របស់ខ្ញុំគឺអត់ទាន់មានទេចឹងខ្ញុំត្រូវការ install Nginx ហ្នឹងដោយវាយ command sudo add install Nginx តាស្វាយដើម្បីកុំឲ្យវាសួរយើងនៅពេលដែល install បានហើយខ្ញុំធ្វើការ enable វាដោយវាយ command sudo system enable dash now Nginx ចឹង command របស់ខ្ញុំគឺខុសដោយសារតែលេខដាក់ ctl command អត់ត្រូវបន្ទាប់ពីខ្ញុំ enable ហើយខ្ញុំត្រូវការ check status ខ្ញុំ check status របស់ Nginx ហ្នឹងតើវា active នៅនៅពេលដែលខ្ញុំ check status គឺវា active ហើយចឹងដើម្បីចង់ដឹងថាវាដើរនៅហើយដើម្បីដឹងថាវាដំណើរការចេញ page ឬក៏អត់យើងត្រូវទៅ copy IP របស់ម៉ាស៊ីនរបស់យើងហ្នឹងដោយចូលទៅ EC2 instance connection connect ហើយ copy IP ហើយយកទៅ paste នៅក្នុង browser នេះគឺវាចេញ page ហើយបន្ទាប់មកទៀតយើងត្រូវបង្កើតនៅ static IP ដើម្បីកុំឲ្យនៅពេលដែលយើងបើកបិទម៉ាស៊ីនគឺ IP នឹងដូររហូតអញ្ចឹងយើងត្រូវបង្កើត static IP មួយដែលយើងប្រើវាបានរហូតយើងត្រូវចូលទៅ AWS បន្តមកទៀតចូលទៅក្នុង Elastic IP ហើយយើងអត់ទាន់មាន IP ទេយើងត្រូវចុច allocate Elastic IP address ហ្នឹងហើយ add new tape ហើ
ហើយកន្លែង key នេះខ្ញុំដាក់ឈ្មោះ static IP ហើយកន្លែង value នេះខ្ញុំដាក់ seated ហើយចុច allocate តមកទៅខ្ញុំដាក់ឈ្មោះ seated ហើយចុចទៅលើ IP ហើយចុច allocate elastic IP address ហើយ my instance នេះខ្ញុំយកអាហ្នឹងមកហើយចុច associate ហើយខ្ញុំ copy static IP ហ្នឹងយកទៅបើកនៅក្នុង FileZilla ចូល File Site Manager ហើយខ្ញុំដាក់ IP ថ្មីរបស់ខ្ញុំនឹងចូលហើយចុច Connect ហើយខ្ញុំត្រូវការ upload file ចូលទៅក្នុង root ចូលក្នុង folder var នេះហើយតមកទៀតចូល www តែដើម្បី upload file ចូលបានខ្ញុំត្រូវ change permission វាសិនអញ្ចឹងខ្ញុំចូល git bash ហើយតមកចូលទៅក្នុង folder មិនដោយសារតែgit bash ខ្ញុំកាំងអញ្ចឹងខ្ញុំធ្វើការ remote ចូលម្ដងទៀតអញ្ចឹងយើងត្រូវចូល cd ចូលទៅក្នុង folder var តមកទៀតខ្ញុំត្រូវ change mode របស់វា change mode folder www ហ្នឹងហើយខ្ញុំទៅ set ឲ្យ HTML មួយទៀតតមកទៀតខ្ញុំត្រូវcopy file ចូលទៅក្នុង folder www ហ្នឹងហើយតមកទៀតខ្ញុំត្រូវប្រើ command move ពី www ហ្នឹងទៅ HTML ខ្ញុំចូលទៅក្នុង FileZilla វិញបន្តមកទៀតខ្ញុំដើររក file ដែលខ្ញុំបាន copy ទុកហ្នឹងហើយខ្ញុំ copy យកទៅដាក់នៅក្នុង folder www នៅពេលដែលខ្ញុំ copy បានហើយខ្ញុំចង់ move វាខ្ញុំចង់ move file index នេះចេញពី folder www ទៅក្នុង HTML អញ្ចឹងខ្ញុំចូល git bash ខ្ញុំ move វាដោយប្រើ command ខ្ញុំ ls វាមើលខ្ញុំចូល cd ចូល folder HTML ខ្ញុំចូល folder www ខ្ញុំ ls ឃើញមាន folder HTML ហើយមាន file index នៅក្នុង folder www ហ្នឹងអញ្ចឹងខ្ញុំធ្វើការ move វាដោយប្រើ command អ
sudo env folder file index ហ្នឹងចូលទៅក្នុង folder html ខ្ញុំ cd ចូលទៅក្នុង folder html ហើយ ls អញ្ចឹងឃើញថាខ្ញុំបាន move file index.html ហ្នឹងចូលទៅក្នុង folder html ហើយអញ្ចឹងខ្ញុំ copy ខ្ញុំ move file index ហ្នឹងហើយចង់ដឹងថាវាដំណើរការខ្ញុំចូលទៅ AWS ហើយ copy IP ហើយយកទៅផាននៅលើ browser តមកគឺវាចេញហើយជំរាបថាវាដើរវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូដែលបានមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់